រឿងលោកតាដែលបែកបាក់កូនរយៈពេល40ឆ្នាំហើយគាត់ត្រឡប់មកពីថៃដោយសារតែថៃចាប់ថៃអីនោះឲ្យបងប្អូនយើងគាត់អ្នកខ្លះក៏ជឿអ្នកខ្លះក៏អត់ជឿឥឡូវយើងមកដឹងការពិតរបស់គ្នាគណៈដែលខ្ញុំបានមកដល់បានមកជួបគាត់ផ្ទាល់អញ្ចឹងសែនធ្នូសែនអីហ្នឹងគឺហៅគាត់រហូតហើយហៅទាំងប្តីទាំងប្រពន្ធទាំងបងដែលស្លាប់ទៅ2នាក់ឥឡូវមកមែនចាហៅខ្មោចបងថ្លៃ2នាក់ម៉ែក្មេកនិងឪក្មេកឥឡូវមកដល់នៅមុខនេះដល់មុខឥឡូវបានប្រើគាត់ទៅជោគជ័យហីបងប្រើគាត់រូបរាងពិតមិនមែនសែនខ្មោចដូចមុនទេបងយើងបាយទឹកដល់ពិតប្រកបការរំភើបជាមួយនឹងកូនជាមួយនឹងលោកតាផងនោះលោកជំទាវអិចស្រីស្រស់បាទលោកជំទាវអិចស្រីស្រស់ដែលគាត់គឺជាភរិយារបស់ឧត្តមសេនីយ៍តូពេជ្រវីរៈស្នងការនគរបាលខេត្តស្វាយរៀងបានឲ្យក្រុមការងារក្មួយចៅជូនថវិកាលោកតាចំនួន$500ដែលទឹកប្រាក់ជាលុយខ្មែរស្មើនឹង2លានរៀលណាអញ្ចឹងលោកតាសូមទទួលយកលោកតាបាទ2លានរៀលលោកជំទាវអិចស្រីស្រស់ហើយក្នុងនោះក្រុមការងារខ្ញុំបានមកដល់ទីនេះក៏លោកជំទាវគាត់ជូនជាថវិកាថ្លៃសាំងឡានថ្លៃហូបចុកថ្លៃគេងថ្លៃអីមកចប់ដែរបាទជំទាវអិចស្រីស្រស់សូមទោសចោះខ្ញុំនិយាយចំជួយសូមអរគុណមានអ្វីប្រៀបបានទេថាគុណនេះជាគុណមានព្រោះសប្បុរសធម៌ចំពោះខ្ញុំត្រេកអរណាស់សូមឲ្យអ្នកប្រកបនឹងបានសេចក្តីសុខដូចចម្រើនគ្រប់ពេលវេលាបាទហើយបងចៅសូមជំរាបសួរលោកតាមានឈ្មោះអីដែរឈ្មោះច័ន្ទវណ្ថាហៅសុខាបច្ចុប្បន្នប៉ុន្មានហើយលោកតា74ឆ្នាំអញ្ចឹងមានន័យថាលោកតាកាន់អាវុធចូលទៅទឹកដៃថៃបាទគេចូលគេហៅចូលព្រំដែនចូលទៅគេចាប់អត់ហើយចូលទៅគេចាប់ក្រឹបហើយគេដាក់ពន្ធនាគារតាំងពីម្លងឆ្នាំនឹងមករហូតមកដល់បច្ចុប្បន្នបាទគេឡើងសានភាសាខ្មែរយើងគេថាកាត់ក្តីបាទភាសាថៃគេថាឡើងសានគេឡើងមកគេថាទោសនេះឯងទៅលេងហើយខ្ញុំថាលេងពេលនេះខ្ញុំថាមិនឆាប់ផ្សាយឆ្នាំមិនតិចទេខ្ញុំនឹកឃើញទេអនាគតខ្ញុំមួយជីវិតទៅស្លាប់ក្នុងគុកខ្ញុំក៏មានដែរតែគេថាមិនមែនចឹងទេហើយលោកតាមកពីថៃមកចូលទៅដីខ្មែរនេះតាមរយៈច្រកណាច្រកឡែមបាទខ្ញុំឲ្យលុយគេអស់3000បាតហើយគេឲ្យមកគេជូនឡានមកដល់ព្រំដែនហ្នឹងគេឲ្យខ្ញុំដើរឆ្លងកាត់ភ្នំហើយមកដល់ចំណុចណាដែលគេថតលោកតារកកូនចៅអូនេះខ្ញុំមកដល់ម៉ោងយើងនាទីប្រហែលហ្នឹងខ្ញុំចុះទៅលើឡានព្រោះវាអងស្រាប់ដឹកខ្សាច់បាទខ្ញុំសុំគេជិះឡាននៅសាមកបាទដល់មកចឹងទៅមកដល់ចុះកន្លែងម៉ោងហ្នឹងមាននាងស្រីប្រាប់ខ្ញុំស្រាប់នេះហើយចាំគាត់ចូលម៉ូតូដប់ឲ្យខ្ញុំក៏ចាំដល់នាងសួរថាពូខ្ញុំសុំឡាយតិចបានអត់ឡាយទៅនាងដើម្បីរកកូនចៅខ្ញុំផងពន្ធខ្ញុំផងដល់ទួលមកខ្ញុំក៏ប្រាប់ឈ្មោះប្រាប់អីទៅទី1ឈ្មោះច័ន្ទសេងថៃទី2ច័ន្ទសេងហួរទី3ជាហ៊ុនអញ្ចឹងទៅខ្ញុំប្រាប់អញ្ចឹងទៅក៏នាងឡាយទិញ1បាន2ទិញ2បាន4ចំណាយលុយទិញតែមួយមុខតែបានផលិតផល2មុខក្នុងប្រអប់តែមួយឈុតមុខ LN version ថ្មីធានាគុណភាពល្អជាងមុនទ្វេដងមានជាមួយនឹងឈុតយកព្យាបាលមានជាមួយនឹងលេយកមានជាមួយនឹងសេរ៉ូមហ្វូមលាងសម្អាតស្បែកមុខអ្នកដែលគាត់មានបញ្ហាមុខមុនមុខស្នេហ៍មុខជាប់អាចរុយស្ដាងសរសៃក្រហមរោគអេឡែកស៊ីគឺជួយព្យាបាលបាត់ទាំងអស់និងមានជាមួយនឹងឈុតថ្ងៃការពារការរលាយមុខពីកម្ដៅថ្ងៃនិងជួយចិញ្ចឹមបំពន់លាបទៅស្បែកមុខរបស់យើងសភ្លឺថ្លាមាត់ឲ្យលងចាំងដូចកញ្ចក់បងប្អូនចំណាយលុយទិញតែមួយមុខទទួលបានផលិតផល2មុខក្នុងប្រអប់តែមួយមានថែមជូនគ្រីមបំពន់ចិញ្ចឹមស្បែកមុខរូបមន្តមកពីប្រទេសកូរ៉េប្រើមិនត្រូវធានាប្រូលុយជូនវិញគ្រប់ចំនួនចំណុចកន្លែងណាដែលកូនទៅឲ្យដឹងស្គាល់គ្នាជាឪពុកជាកូនវាមិនទុកចិត្តបើថាបើអូខ្ញុំស្លាប់ហើយបានឃើញរូបឃើញអីចឹងវាមិនជួយចិត្តខ្លួនវាឲ្យប្តីវានឹងកូនភាសាខ្ញុំតាមរយខ្ញុំតាមទៅជួបនឹងកន្លែងប៉ុស្តិ៍ប៉ូលីសនៅព្រែកអំថាប៉ាខ្ញុំប្តីជាហ៊ុនបាទហើយប្តីជាហ៊ុនមែនថាបាទមកហួរមកអីនោះនៅភ្នំសាបាទតែមានកូនប្រហែលអ្នកលោកតាមានកូនប្រហែលអ្នកខ្ញុំមាន4បាទស្លាប់អស់2ហើយស្លាប់អស់2បាទការស្លាប់ហ្នឹងលោកតាមានវត្តមាននៅនេះទេអត់មានអត់ទេថ្ងៃដែលគាត់ទទួលបានព័ត៌មានថាកូនរបស់គាត់4នាក់តែស្លាប់2នាក់ចោលគាត់ហើយអញ្ចឹងនៅសល់តែ2ទេកូនលោកតាណោះសល់ទី3កូនស្លាប់ដែរក្នុងនាមជាកូនរបស់រំភើបឯងបងនៅពេលដែរអញ្ចឹងបងនឹកស្មានទេថាគាត់នៅមានអាយុជីវិតចាបងអត់នឹកស្មានទេចាសំបីតែខ្ញុំមកពីមើលកូនវិញគេប្រាប់ថានោះឪក្មេកឡាយរកកូនថាបាត់កូនយូរហើយមករកកូនខ្ញុំក៏ខ្ញុំច្រឡត់គេដែរថាខ្ញុំអត់មានទេឪក្មេកខ្ញុំស្លាប់យូរហើយប្តីខ្ញុំបានប្រាប់ចាហើយខ្ញុំច្រឡត់គេរហូតថា
vậy đó mong mấy nhóm đây phải nên lột cây với nhé nhưng tập bây có thà à đây ba không mấy ngày rồi mấy nó bạc tam lại tam từ xa ba nhóm có cho làm đó tiếc còn nhóm mình chật khang nó có còn mơ từ xa tất ha bà lại mấy còn lại một con qua bạc cao từng hai nhóm còn chưa tới nhóm tha tê tập đây nhóm đây thằng ba vân với nhai nó bây nhóm thằng trong như chụp nè na từ vô pa thắng si hôn vô pa mà nó tê hai trăm bong mau bị bom tặc vánh bong từ vô con nãy trăm tê 10 mình tới nhóm còn nộp này trăm thơm hộp trăm từ tua con lần tê hai mình tu tiếc có mau phải thà bong chỉnh đo vô pa đo thêm tú mà đo mong រឿងប៉ិនពិតពូមេភូមិអត់ហ៊ានកុហកទេបាទអត់ហ៊ានកុហកទេមើលលោកពូមេភូមិជំរាបសួរលោកពូបាទលោកពូឥឡូវរឿងរ៉ាវរឿងប៉ិតលោកពូ បាទជារឿងប៉ិតខ្ញុំនឹកឃើញថាខ្ញុំជាបងថ្លៃបើកើតចឹងណាបាទគាត់បែកបាក់នឹងតាមពីឆ្នាំ1996ហ្នឹង បាទ គាត់ដល់ពេលចឹងគាត់ចេញទៅធ្វើទើបហ្នឹងតាមពីធ្វើទើបហ្នឹងដឹងថាធ្វើទើបដឹងថាគាត់ស្លាប់ហើយតែបាត់យូរពេកគាត់ថាស្លាប់ខ្ញុំជឿតែស្លាប់ហើយទៅដល់ពេលផ្សព្វផ្សាយដល់ពើមានតែខ្ញុំមើល Facebook គាត់ថាគាត់រស់នឹងមើលគាត់ថាមានគាត់ទេដល់ពេលចាប់ដើមដល់គាត់មកដល់បើនៅទាំងខាមានគាត់រស់មានជីវិតហើយកូនអញ្ចឹងគាត់ដាំបាយដាំទឹកទាំងទូទៅមកឧទ្ទិសផលទាំងឲ្យមកទទួលផលជារឿងប៉ិតខ្ញុំជឿថាប៉ិតខ្ញុំនឹកឃើញថាគាត់ស្លាប់ហើយ តែប៉ិតកូនសែនរាល់ឆ្នាំហើយណា សែនរហូតហៅរហូត បាទ ហៅគាត់រហូត អញ្ចឹងសែនធ្នូសែនអីហ្នឹងគឺហៅគាត់រហូតហើយ រហូតហៅទាំងប្តីទាំងប្រពន្ធទាំងបងដែលស្លាប់ទៅពីរនាក់ ឥឡូវមកមែន ចាហៅខ្មោចបងថ្លៃពីរនាក់ម៉ែក្មេកនិងឪក្មេក ឥឡូវមកដល់នៅមុខនេះ ដល់មកឥឡូវបានប្រាគាត់ទៅជោគជ័យហីបងប្រាគាត់រូបរាងពិតមិនមែនសែនខ្មោចដូចមុនទេបងយើងបាយទឹកដល់ពិតប្រកបមិនមែនឲ្យទុកចោល ឥឡូវបដូរពីសែនឧទ្ទិសទៅគាត់បែរជារៀបបាយ រៀបទឹកឲ្យគាត់ហូបចាបាយពិតទឹកពិតហូបចេញពីចិត្តពិត បាទ ចា អញ្ចឹងលោកពូមេភូមិបញ្ជាក់រឿងនេះអត់មានបណ្ឌិតទេណាបាទ